Emmanuel កាន់គម្ពីរអេសាយជំពូកទី7ខទី10ដល់ទី25ព្រះយេហូវ៉ាទ្រង់មានប្របន្ទូលនឹងអេហាសថាចូលឯងសូមទីសម្គាល់មួយពីព្រះយេហូវ៉ាជាព្រះនៃឯងចុះចូលសូមទោះបើនៅក្នុងទីជម្រៅឬនៅទីខ្ពស់ខាងលើក្តីតែអេហាសតបថាយើងមិនព្រមសូមទេក៏មិនព្រមលបងលោព្រះយេហូវ៉ាឡើយដូច្នេះអេសាយទូលថាអោពូជពង្សរបស់ដាវីតអើយចូលស្ដាប់ឥឡូវចុះការដែលអ្នករាល់គ្នាធ្វើឲ្យរំខានចិត្តមនុស្សនោះតើជាការតូចឬអីបានជាចង់រំខានដល់ព្រះហឫទ័យនៃព្រះរបស់ទូលបង្គំទៀតផងដូច្នេះព្រះអម្ចាស់ទ្រង់នឹងប្រទានទីសម្គាល់មួយមកអ្នករាល់គ្នាដោយព្រះអង្គទ្រង់មើលនាងព្រហ្មចារីនឹងមានគភ៌ប្រសូតបានបុត្រាមួយហើយនឹងឲ្យព្រះនាមថាអេម៉ានូអែលបុត្រនោះនឹងបរិភោគខ្លាញ់ទឹកដោះហើយនឹងទឹកឃ្មុំដរាបដល់ចេះបដិសេធចោលរបស់អាក្រក់ហើយរើសយករបស់ល្អវិញត្បិតមុនដែលបុត្រនោះចេះបដិសេធចោលរបស់អាក្រក់ហើយរើសយករបស់ល្អនោះស្រុករបស់ស្ដេចទាំងពីរដែលឯងខ្ពើមនោះនឹងត្រូវចោលស្ងាត់ទៅព្រះយេហូវ៉ាទ្រង់នឹងនាំហេតុការណ៍មួយមកលើឯងលើរាជឯងហើយលើពួកវង្សរបស់ឪពុកឯងគឺជាស្ដេចស្រុកអាសាជាការដែលមិនបានកើតមានចាប់តាំងពីគ្រាដែលអេប្រាអឹមបែកចេញពីពួកយូដាមកនៅគ្រានោះព្រះយេហូវ៉ានឹងហួចហៅរុយដែលនៅទីឆ្ងាយបំផុតនៃទន្លេស្រុកអេស៊ីបព្រមទាំងឃ្មុំដែលនៅស្រុកអាសាផងនោះវានឹងនាំគ្នាមកទុំនៅក្នុងច្រកភ្នំដែលត្រូវចោលស្ងាត់នៅក្នុងត្រហែងថ្មនៅលើគ្រប់ទាំងរបងបន្លាហើយនៅអស់ទាំងវាស្មៅផងនៅគ្រានោះព្រះអម្ចាស់ទ្រង់នឹងកោរសក់ក្បាលនិងរោមជើងផងដោយកំបិតដែលជួលពីទីនៅត្រើយខាងនាយទន្លេគឺដោយស្ដេចនៃស្រុកអាសាហើយកំបិតនោះនឹងរំលាងទាំងពុកចង្កាផងនៅគ្រានោះមនុស្សម្នាក់នឹងចិញ្ចឹមគោញីមួយនិងជៀមពីរហើយដោយព្រោះសត្វទាំងនោះមានទឹកដោះជាបរិបូរណ៍បានជាអ្នកនោះនឹងបរិភោគខ្លាញ់ទឹកដោះត្បិតពួកអ្នកដែលនៅសល់ក្នុងស្រុកគេនឹងបានខ្លាញ់ទឹកដោះនិងទឹកឃ្មុំបរិភោគគ្រប់គ្នាហើយនៅគ្រានោះគ្រប់ទីកន្លែងណាដែលពីដើមមានចំការទំពាំងបាយជូរចំនួន 1000 ដើមមានតម្លៃជាប្រាក់ 1000 រៀលនោះនឹងបានជាទីសម្រាប់អញ្ចាញនិងបន្លាវិញឯអ្នកណាដែលចូលទៅក្នុងទីនោះនឹងត្រូវកាន់ព្រួញនិងធ្នូផងត្បិតស្រុកទាំងមូលនឹងដោះសុទ្ធតែអញ្ចាញនិងបន្លាឯងក៏នឹងមិនឡើងទៅលើទីទួលដែលពីដើមគេមានកាប់គាស់ដោយចបដែរដោយខ្លាចអញ្ចាញនិងបន្លាទីនោះនឹងបានសម្រាប់ជាទីលែងវងគោហើយសម្រាប់ឲ្យវងជៀមញោមញីទៅប៉ុណ្ណោះចូលគិតនិងស្វែងយល់អេហាសបានលបងលោព្រះតីអត់ធ្មត់របស់ព្រះដែលបដិសេធសេចក្តីបង្គាប់របស់ព្រះដើម្បីឲ្យទ្រង់ស្វែងរកទីសម្គាល់និងពង្រឹងសេចក្តីជំនឿរបស់ទ្រង់ហើយបានលបងលោសេចក្តីអត់ធ្មត់របស់រាជដោយពឹងលើកម្លាំងរបស់សាសអាសាកាន់គម្ពីរពងសាវតារក្សត្រខ្សែទី2ជំពូកទី16ខទី8ហេតុនេះអេហាសនឹងទទួលរងទុក្ខនៅការជំនុំជម្រះដ៏ឈឺចាប់របស់ព្រះតាមរយៈសាសអាសាដែលសាសយូដាបានជ្រើសរើសពឹងផ្អែក
ដើម្បីជាពីទុកលំបាកបច្ចុប្បន្នរបស់ខ្លួនការវាយប្រហារពីសាសសេរីនិងអ៊ីស្រាអែលមិនយូរប៉ុន្មានសាសយូដានឹងជួបទុកលំបាកលើសជាងនេះទៅទៀតព្រះនឹងធ្វើឲ្យឆេះស្រុកយូដាតាមរយៈសាសអេស៊ីបនិងសាសអាសាល់ខទី17ដល់ទី25តើព្រះជានរណាដែលផ្អែកលើខទី14ដល់ទី17ព្រះបានឲ្យទីសម្គាល់នៃអេម៉ានូអែលក្នុងនាមជារាជដែលជឿជើងអាចរីករាយនឹងប្រវត្តិមានរបស់ព្រះតាមរយៈព្រះគុណនៃសេចក្តីសង្គ្រោះជាជាងរងទុក្ខពីការជំនុំជម្រះរបស់ព្រះយេស៊ូវដែលបានយាងមកក្នុងចំណោមពួកយើងគឺជាអេម៉ានូអែលដែលជាទីសម្គាល់នៃសេចក្តីសង្គ្រោះដល់អ្នកដែលជឿដល់ទ្រង់ប៉ុន្តែជាទីសម្គាល់នៃការជំនុំជម្រះដល់អ្នកដែលបដិសេធទ្រង់វិញតើព្រះកំពុងបង្រៀនអ្វីដល់ខ្ញុំដោយផ្អែកលើខទី12ដល់ទី13យើងត្រូវតែធ្វើការជ្រើសរើសឲ្យបានត្រឹមត្រូវអេហាសបានជ្រើសរើសសាសអាសាល់ជំនួសព្រះទ្រង់បានជ្រើសរើសពឹងផ្អែកលើសាសអាសាល់ជាជាងព្រះហើយទីបំផុតត្រូវបានបំផ្លាញទាំងស្រុងតើខ្ញុំកំពុងតែពឹងផ្អែកអ្វីណាមួយច្រើនជាងព្រះដែរឬទេកុំឲ្យស្ថានភាពកាន់តែអាក្រក់ទៅប៉ុន្តែត្រូវស្ដាប់តាមព្រះបន្ទូលរបស់ព្រះវិញសូមអានការគម្ពីរសុភាសិតជំពូកទី22ដល់ជំពូកទី24សេចក្តីអធិដ្ឋានអោព្រះអង្គអើយសូមបើកភ្នែកខាងសេចក្តីជំនឿរបស់យើងខ្ញុំដើម្បីឲ្យយើងខ្ញុំអាចមើលឃើញព្រះហឫទ័យរបស់ទ្រង់និងសូមជួយយើងខ្ញុំឲ្យធ្វើការជ្រើសរើសឲ្យបានត្រឹមត្រូវ